របៀបប្រឡាក់ត្រីមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចធ្វើតាមវិធីនាងខ្ញុំបានជាដំបូងនាងខ្ញុំមានត្រីទន្លេចំនួនកន្លះគីឡូនាងខ្ញុំយកមកវាធ្វើស្អាតបង្កាន់វាឲ្យរាងទូចនិងខ្ទឹមសចំនួន2ឬក៏3កាពឹសបន្ទាប់មកទៀតនាងខ្ញុំធ្វើការចិញ្ច្រាំវាឲ្យម៉ត់ដើម្បីយើងយកវាទៅប្រឡាក់ត្រីបងប្អូនចង់ក្លុកក៏បានដែរខ្ទឹមសប៉ុន្តែនាងខ្ញុំយកវាទៅចិញ្ច្រាំយើងរោយវាពីលើមករ៉ឌីចំនួន1ស្លាបព្រាត្រីនាងខ្ញុំចំនួនកន្លះគីឡូបាន5ត្រីប៊ីចេងបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរស្ករត្នោតនាងខ្ញុំមិនដាក់ស្ករសទេអានេះស្ករធម្មជាតិពុកម៉ែបងប្អូនហើយនឹងប្រេងខ្យងជាចុងក្រោយនាងខ្ញុំដាក់ជាមួយនឹងអំបិលដើម្បីឲ្យវាចាប់ជាតិដិតពុកម៉ែបងប្អូននេះគឺអានេះបន្ថែមពណ៌ពុកម៉ែបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរអាម្ទេសហុយហ្នឹងនាងខ្ញុំដាក់ដើម្បីឲ្យយកពណ៌ហើយបន្ទាប់មកទៀតយើងធ្វើការច្របាច់វាចូលជាតិចំនួនប្រហែល5ទៅ6នាទីបងប្អូនយើងធ្វើការច្របល់ចូលគ្នាដើម្បីឲ្យវាចូលជាតិហើយយើងយកវាទៅហាលចំនួន1ម៉ោង2ម៉ោងអីឲ្យយើងស្ងួតតិចទៅបានដែរចាំចៀនបងប្អូនមានទូទឹកកកអីអាចដាក់ទូទឹកកកចំនួន1ម៉ោង2ម៉ោងអីឲ្យវាចូលជាតិចាំយកមកចៀនក៏បានដែរបើយើងអត់ចង់ហាលបងប្អូនធ្វើតាមវិធីខ្ញុំទៅគឺឈ្ងុយមែនតើខ្ញុំធ្វើការដាក់ក្នុងទូទឹកកកចំនួន1ម៉ោងហើយនឹងខ្ញុំយកមកចៀនគឺឆ្ងាញ់មែនតើពុកម៉ែបងប្អូនអាចធ្វើតាមវិធីនេះបានគឺឆ្ងាញ់ហើយឈ្ងុយមែនតើពេលយើងចៀនទៅក្លិនស្ករត្នោតខ្ទឹមសអញ្ចឹងគឺវាឆ្ងាញ់បងប្អូនធ្វើការច្របាច់វាចូលជាតិហ្នឹងមកប៉ុន្តែបើសិនតែជាងច្របាច់ហ្នឹងគឺប្រុងប្រយ័ត្នមែនតើគឺត្រីហ្នឹងគឺមុតដៃនេះខ្ញុំមុតដៃត្រីហ្នឹងបងប្អូនធ្វើការច្របល់វាថ្នមដោយសារស្ករត្នោតនេះខ្ញុំវាដុំអញ្ចឹងនឹងខ្ញុំធ្វើការច្របល់វាឲ្យរាងយូរបន្តិចដោយសារស្ករត្នោតនេះស្ករត្នោតខ្មែរពុកម៉ែបងប្អូននេះខ្ញុំប្រើស្ករត្នោតខ្មែរទេអត់សូវប្រើស្ករសទេស្ករត្នោតខ្មែរគឺមានរសជាតិឈ្ងុយឆ្ងាញ់ពេលយើងចៀនប្រឡាក់សាច់ប្រឡាក់ត្រីគឺឆ្ងាញ់មែនតើឥឡូវនេះនឹងខ្ញុំដាក់ទូទឹកកកចំនួន1ម៉ោងរួចហើយនឹងខ្ញុំធ្វើការយកមកចៀនជាមួយនឹងប្រេងអូលីវយើងចាក់ដាក់ឆ្នាំងឲ្យក្តៅហើយយើងចាក់ប្រេងអូលីវចូលឲ្យក្តៅទៅចាំចឹងដាក់ត្រីបើសិនណាយើងដាក់ខ្ទះអត់ក្តៅទេខ្លាញ់អត់ក្តៅទេពេលយើងដាក់ត្រីទៅចៀនទៅគឺជាប់ពុកម៉ែបងប្អូនពេលជាប់អញ្ចឹងបែកត្រីអត់ឆ្ងាញ់យើងធ្វើការដាក់ភ្លើងតិចទៅខ្ញុំចៀនទៅចំនួន2ភាសាតែនឹងខ្ញុំញ៉ាំម្នាក់ឯងពុកម៉ែបងប្អូន2ហ្នឹងល្មមហើយព្រឹកមួយល្ងាចមួយយើងធ្វើការដាក់ចៀនកែទៅគឺចាស់ក្លិនឈ្ងុយមែនតើមើលទៅទំនើបមែនតើពុកម៉ែបងប្អូនពណ៌ក៏ស្អាតក្លិនក៏ឈ្ងុយបងប្អូនដែលត្រូវការសម្លៀកបំពាក់ទាន់សម័យស្អាតតម្លៃសមរម្យបងប្អូនអាចឆាទៅ SL Shop เพจគាត់គឺល្អមែនតើតម្លៃវិញគឺសមរម្យលេខទូរស័ព្ទនៅលើហ្នឹងឯងពុកម៉ែបងប្អូនសូមអរគុណ